បាទសូមជម្រាបសួរបងប្អូនទាំងអស់គ្នានៅក្នុងសេចក្តីស្រឡាញ់របស់ព្រះបន្ទូលព្រឹកថ្ងៃនេះមានចំណងជើងថាផ្លូវត្រួសត្រាយពីចាស់បុរាណមនុស្សតែងគិតថាគ្រប់ទាំងគំនិតនិងការប្រព្រឹត្តរបស់ខ្លួនគឺសុទ្ធតែត្រឹមត្រូវទាំងអស់អញ្ចឹងហើយបានជាដូនតាខ្មែរពីបុរាណតែងទូមានកូនចៅតជំនាន់នៅសុភាសិតខ្មែរមួយថាផ្លូវវាចកុំបោះបង់ផ្លូវត្រង់កុំដើរហងដើរដោយដានកន្លងដំរាយអ្នកចាស់បុរាណតើដូនតាខ្មែរចង់ឲ្យយើងជាមនុស្សជំនាន់ក្រោយយល់ពីអ្វីតាមរយៈសុភាសិតថ្ងៃនេះសុភាសិតនេះបង្រៀនណែនាំយើងពីផ្លូវត្រង់គឺសំដៅលើផ្លូវដែលស្រួលតែមិនពិតជាផ្លូវឬក៏គំនិតឆ្លាតវាងវៃនិងជាផ្លូវដែលធានាបាននៅភាពជោគជ័យនោះទេសុភាសិតនេះលើកទឹកចិត្តឲ្យយើងពិចារណាពីផ្លូវវាចឬក៏ប្រាជ្ញាពីចាស់បុរាណដែលត្រួសត្រាយផ្លូវទុកឲ្យមនុស្សជំនាន់ក្រោយដើរតាមផ្លូវវាចពោរពេញទៅដោយបទពិសោធន៍ប្រពៃណីនិងប្រាជ្ញាដែលមនុស្សជំនាន់មុនបានឆ្លងកាត់និងបានយកមកប្រើរួចទៅហើយយើងអាចឃើញពីរបៀបច្នៃប្រឌិតដំណោះស្រាយឬការសម្រេចចិត្តដែលបានកើតឡើងតាំងពីពេលមុនមកម្លេះអ្វីដែលមនុស្សជំនាន់មុនបានធ្វើក៏ជួយដល់យើងដែលជាមនុស្សជំនាន់ក្រោយនេះផងដែរដោយគិតពិចារណាដោយយកចិត្តទុកដាក់ទៅលើអ្វីដែលជាផ្លូវដែលពួកគេធ្លាប់ឆ្លងកាត់នៅក្នុងព្រះគម្ពីរប៊ីបរបស់គ្រីស្ទបរិស័ទនៅក្នុងកាគម្ពីរសុភាសិតចំពោះទី4ខ3ដល់ខ4បានចែងថាត្បិតពីដើមអញជាកូនរបស់ឪពុកអញដែរគឺជាកូនទុនខ្ចីជាទីស្រឡាញ់បណ្ដាច់ដល់ម្ដាយអញឪពុកបានបង្រៀនអញដោយពាក្យថាចូលឲ្យចិត្តកូនរក្សាទុកអស់ទាំងពាក្យរបស់ឪពុកចោះចូលរក្សាអស់ទាំងបណ្ដាំរបស់អញដើម្បីឲ្យកូនបានរស់នៅខគម្ពីរនេះបានប្រាប់យើងឲ្យរក្សាអស់ទាំងសេចក្តីបង្រៀនឬក៏បទពិសោធន៍ដែលមនុស្សជំនាន់មុនបានបន្សល់ទុកឲ្យមនុស្សជំនាន់ក្រោយប្រព្រឹត្តតាមនិងយកមករិះគិតក្នុងទុកសម្រាប់ដោះស្រាយបញ្ហាក្នុងជីវិតទើបឲ្យជីវិតមានសុភមង្គលនិងភាពជោគជ័យនៅក្នុងកាគម្ពីរហេព្រើរចំពុកទី11ក៏បាននិយាយអំពីបទពិសោធន៍នៃបុព្វបុរសនៃសេចក្តីជំនឿជាច្រើនអ្នកដែលបានឆ្លងកាត់នៅរាល់បញ្ហារាប់មិនអស់ហើយពួកគេក៏បានសម្រេចចិត្តនិងឈានទៅមុខដោយជោគជ័យដោយប្រើសេចក្តីជំនឿប្រាជ្ញាសេចក្តីក្លាហានដែលពួកគេមាននៅក្នុងសម័យមុនហើយពួកគេក៏បានទទួលពីព្រះនៅមរតកដែលមិនអាចកាត់ថ្លៃបាននៅឡើយបងប្អូនហើយយើងដែលជាគ្រីស្ទបរិស័ទនៅសម័យនេះយើងត្រូវតែយកចិត្តទុកដាក់ដោយសម្លឹងបទពិសោធន៍ប្រភពបរិះនៃសេចក្តីជំនឿដែលពួកគេបានឆ្លងកាត់មុនយើងនៅពេលដែលយើងសម្រេចចិត្តមិនថានៅក្នុងការសិក្សាការងារឬរឿងអ្វីផ្សេងនោះទេគឺយើងពិតជាត្រូវការបទពិសោធន៍ពីពួកគេជាចាំបាច់ដើម្បីឲ្យជីវិតរបស់យើងទទួលបាននូវភាពជោគជ័យនិងសេចក្តីសុខដ៏ពិតប្រាកដដែលមកពីព្រះអម្ចាស់សូមអរគុណសូមព្រះជាម្ចាស់បានប្រទានពរបងប្អូនទាំងអស់គ្នា